ប្រទេសកម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាពយើងចង់បានសន្តិភាពយើងជួបជុំគ្នាថ្ងៃនេះនៅក្នុងស្មារតីខ្មែរតែមួយផ្ញើសារជូនដល់មនុស្សជុំវិញពិភពលោកទាំងអស់ឲ្យដឹងថាប្រជាជនកម្ពុជាស្រឡាញ់សន្តិភាពប្រជាជនកម្ពុជាត្រូវការសន្តិភាពយើងជាកូនខ្មែររួមគ្នាថែមរតកដូនតាជាតិយើងថ្លៃថ្លាដោយសារយើងចេះសាមគ្គីគ្នាអ្វីដែលសំខាន់គឺការរួបរวมខ្មែររួបរวมខ្មែរខ្លាំងខ្មែររួបរวมយើងនឹងឈ្នះនៅអ្វីសពបែបយ៉ាងទាំងអស់ហើយសន្តិភាពនៅតែជារបស់យើងជាខ្មែរវត្តមានវ៉ាអៃដាមលុយទាវនិងបងប្អូនជនរួមជាតិទាំងអស់ដែលបានចូលរួមនៅក្នុងពិធីដំណើរស្មើជើងដើម្បីសន្តិភាពនេះគឺពិតជាការបង្ហាញឲ្យច្បាស់ទៅលើសម្លេងតែមួយនៃមហាគ្រួសារខ្មែរដែលប្រជាជនកម្ពុជាទាំងអស់ទាំងនៅក្នុងនិងក្រៅប្រទេសគឺមិនត្រូវការសង្គ្រាមផ្ទុយទៅវិញគឺយើងត្រូវការនៃសុខសន្តិភាពសម្រាប់ប្រជាជាតិយើងទាំងមូលជីវិតជូនជាតិធាតុជូនអ្នកម្ដាយគឺវាបានឆ្លុះបញ្ចាំងច្បាស់សម្រាប់អ្វីទៅដែលជាឆន្ទៈនឹងការលះបង់របស់វីរៈកងទ័ពរបស់យើងខ្ញុំទាំងអស់គ្នានៅទីនេះសូមលើកដៃប្រណម្យបួងសួងក៏ដូចជាការអរគុណដឹងគុណដល់វីរៈកងទ័ពទាំងអស់ចំពោះការលះបង់ភាពអង់អាចក្លាហានធ្វើជាខែលការពារជាតិមួយដែលមិនអាចខ្វះបាននៅទីនេះម៉ោងនេះក៏យើងនឹងធ្វើការចងចាំទៅដល់បងប្អូនជនភៀសសឹកក៏ដូចជាក្រុមគ្រួសារនៃទ័ពដែលកំពុងតែយកចិត្តទុកដាក់តាមដាននិងមានការព្រួយបារម្ភជូនទៅដល់អ្វីដែលជាស្ថានភាពដែលកំពុងកើតឡើងផងដែរគោលបំណងនៃការរៀបចំដើរថ្មើរជើងដើម្បីសន្តិភាពគឺដើម្បីពីនេះម៉ោងនេះបង្ហាញទៅលើឆាកអន្តរជាតិមិត្តភ័ក្តិអន្តរជាតិហើយក្នុងនោះក៏មានប្រជាជនថៃផងដែរថាប្រជាជនកម្ពុជាពិតជាមិនចង់បានសង្គ្រាមយើងមិនចង់ឃើញជាបន្តទៅទៀតទៅលើការខូចខាតការវិនាសកម្មការបាត់បង់អាយុជីវិតការបែកបាក់គ្រួសារឬក៏ការព្រួយបារម្ភដែលត្រូវចាកចេញពីផ្ទះសម្បែងរបស់ខ្លួននោះទេផ្ទុយទៅវិញអ្វីដែលយើងចង់បានគឺសុខសន្តិភាពការផ្សះផ្សាហើយធ្វើយ៉ាងណាអាចប្រជាពលរដ្ឋដែលបានចាកចេញពីផ្ទះសម្បែងរបស់ខ្លួនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនហើយកូនក្មួយដែលត្រូវការរៀនសូត្រក៏អាចនឹងវិលត្រឡប់ទៅការរៀនសូត្រដូចគ្នាដែរគោលបំណងរបស់យើងមានតែមួយគត់សង្ឃឹមថាសុខសន្តិភាពនឹងអាចសម្រេចបានសម្រាប់យើងទាំងអស់គ្នាសម្រាប់ប្រជាណាចក្រកម្ពុជាសម្រាប់ប្រជាណាចក្រថៃហើយសម្រាប់មនុស្សជាតិទូទាំងពិភពលោកផងដែរដែលត្រូវការសុខសន្តិភាពសម្រាប់ប្រជាណាចក្រទាំងពីរ